មនុស្សដែលមិនសូវខ្វាយខ្វល់រឿងទាំងនេះកំពុងតែរស់នៅយ៉ាងសុខសប្បាយទី1គេមិនសូវចង់បង្ហាញខ្លួនឯងដល់អ្នកដទៃទេគេគិតយ៉ាងម៉េចគិតទៅយើងគួរធ្វើអ្វីធ្វើនឹងចង់ទៅណាទៅនឹងស្លៀកពាក់បែបណាហូបចុកបែបណាក៏បានមិនខ្វល់ថាគេគិតយ៉ាងម៉េចពីយើងនោះទេទី2គេមិនសូវបង្ហាញពីភាពជោគជ័យរបស់គេទេលុយកាក់ទ្រព្យសម្បត្តិមិនមែនគេមិនមានទេហើយក៏គេមិនមែនគ្មានក្តីសុខដែរគេគ្រាន់តែគិតថាវាមិនចាំបាច់បង្ហាញគ្រប់យ៉ាងពីខ្លួនឯងឲ្យគេដឹងទេនាំតែនាំគ្រោះនាំទុកដែលមិនចាំបាច់ទី3គេកំពុងតែអោនក្បាលរកលុយបានធ្វើឲ្យយើងសប្បាយចិត្តជាងអ្វីទាំងអស់លុយអាចដោះស្រាយបញ្ហាបាន 90% ដែលយើងជួបក្នុងជីវិតមនុស្សម្នាក់ដែលខិតខំធ្វើការរកលុយមើលទៅលយខ្លាំងណាស់ទី4គេមិនសូវចេញមុខឲ្យគេស្គាល់ទេមានតែមិនល្បីក៏ជាគោលដៅមួយដែរមនុស្សដែលមិនសូវផុសបង្ហាញពីខ្លួនឯងមានតែពីរប្រភេទប៉ុណ្ណោះទី1កំពុងតែពិបាកខ្លាំងទី2កំពុងតែមានក្តីសុខខ្លាំង